វត្តមានផលិតផលជលផលកម្ពុជានៅលើទីផ្សារអន្តរជាតិវាជាច្រកចេញទៅកាន់កាលានុវត្តភាពថ្មីដើម្បីជីវភាពរស់នៅកាន់តែប្រសើរសម្រាប់វិស័យជលផលទាំងមូលយ៉ាងណាមិញការចូលទៅកាន់ទីផ្សារអន្តរជាតិមិនមែនជារឿងងាយស្រួលនោះទេដោយទាមទារឲ្យយើងបំពេញតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិដែលមានលក្ខណៈរឹតបន្តឹងមួយជំហាននីមួយៗចាំបាច់ត្រូវគ្រប់គ្រងនិងត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុតចាប់ពីកសិដ្ឋានឬការនេសាទរហូតដល់ការលក់ផលិតផលលើទីផ្សារប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារមួយដែលរឹងមាំត្រូវមានការធ្វើអធិការកិច្ចដើម្បីពិនិត្យមើលភាពអនុលោមផ្នែកអនាម័យមានមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តវិភាគនិងប្រព័ន្ធវិញ្ញាបនបត្រដើម្បីបញ្ជាក់ថាផលិតផលអនុលោមតាមស្តង់ដារអន្តរជាតិប្រព័ន្ធទាំងនេះអាចធានាថាផលិតផលមានសុវត្ថិភាពអាចអង្កេតដានបាននិងរួចរាល់សម្រាប់នាំចេញគម្រោង Catfish Capture ជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យជលផលកម្ពុជាឲ្យស្របតាមបទបញ្ញត្តិជាតិស្តីពីសុវត្ថិភាពម្ហូបអាហារក៏ដូចជាស្តង់ដារក្នុងតំបន់និងអន្តរជាតិគម្រោងបានបង្កើតក្របខ័ណ្ឌត្រួតពិនិត្យផ្លូវការផ្អែកលើឧត្តមានុវត្តជាអន្តរជាតិនិងបទបញ្ញត្តិនានារបស់សហភាពអឺរ៉ុបជាមួយការតាំងចិត្តរបស់រដ្ឋបាលជលផលនិងកិច្ចគាំទ្ររបស់គម្រោង Catfish Capture យើងបានធ្វើការរួមគ្នាលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជាបើកចំហកាលានុវត្តភាពថ្មីនៃទីផ្សារសកលដែលជាឧត្តមប្រយោជន៍លើកស្ទួយជីវភាពរបស់បងប្អូនប្រជានេសាទអាជីវករនិងភាគីពាក់ព័ន្ធជាច្រើនមួយនាក់ជំនុំនុកឲ្យអាយដាមពុំសុថាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលរដ្ឋបាលជលផលបដិញ្ញាចិត្តធានាបាននូវគុណភាពសុវត្ថិភាពផលផលិតផលជលផលដើម្បីការពារសុខភាពសាធារណៈនិងជំរុញការនាំចេញកម្ពុជាបាននាំចេញផលផលិតផលជលផលទៅកាន់ទីផ្សារអាស៊ាននិងទីផ្សារអន្តរជាតិនានារួមមានប្រទេសចិនអូស្ត្រាលីនូវែលសេឡង់និងកូរ៉េខាងត្បូងរដ្ឋបាលជលផលបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញលក្ខខណ្ឌតម្រូវសម្រាប់នាំផលផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបរួមគ្នាដើម្បីអភិវឌ្ឍវិស័យជលផលកម្ពុជាឲ្យបានរឹងមាំមានសុវត្ថិភាពនិងភាពប្រកួតប្រជែងខ្ពស់